ក្រោយពីប្រទេសថៃក្លាយជាប្រទេសមួយដែលគួរឲ្យភ័យខ្លាចក្លាយជាប្រទេសមួយដែលជាប្រទេសដែលមានកំភ្លើងបាញ់បោះសេរីបាទបាញ់ផ្អើលគេផ្អើលឯងមកប្រមាណខែប្រមាណថ្ងៃនេះគឺបាញ់ក្នុងប្រទេសគឺបាញ់ជនជាតិខ្លួនឯងតែម្ដងបណ្ដាលឲ្យមានអ្នករងរបួសនិងស្លាប់ផងដែរឥឡូវនេះអនុទិនដែលជានាយករដ្ឋមន្ត្រីសបាយគឺហាហឹកហាក់ឥឡូវនេះគឺបានប្រមានទៅដល់អ្នកនយោបាយរបស់ខ្លួនគឺមិនឲ្យស្ពាយកំភ្លើងជាប់ខ្លួននោះឡើយបាទដោយគាត់លើកឡើងថាអាជ្ញាប័ណ្ណឬក៏សុពលភាពនៃច្បាប់ដាក់កំភ្លើងតាមខ្លួនគឺចប់ហើយគឺផុតសុពលភាពហើយដូច្នេះគាត់មិនឲ្យអ្នកនយោបាយមួយណាដាក់កំភ្លើងជាប់ខ្លួននោះទេលោកនាយករដ្ឋមន្ត្រីថៃនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃអនុទិនឆានវីរគុលកាលពីថ្ងៃពុធទី12ខែសីហាបានបញ្ជាក់ថាក្រុមអ្នកនយោបាយមិនគួរយកអាវុធតាមខ្លួនឡើយដោយសង្កត់ធ្ងន់ថាបុគ្គលសាធារណៈត្រូវតែធ្វើជាគំរូតាមរយៈការគោរពច្បាប់នេះបើយោងតាមសារព័ត៌មានជាភាសាអង់គ្លេសរបស់កាសែតថៃខោសតលោកនាយករដ្ឋមន្ត្រីថៃដែលប្រជុំដល់រឿងអាស្រូវរូបនេះបានថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅព្រឹកថ្ងៃពុធទី12ខែសីហាថានេះមិនមែនគ្រាន់តែជាបទបញ្ជាទៅកាន់សមាជិកសភានោះទេតែនៅពេលនេះគ្មាននរណាម្នាក់អាចដាក់អាវុធតាមខ្លួនបានឡើយដោយសារតែបានអនុញ្ញាតឲ្យយកអាវុធតាមខ្លួនលែងមានសុពលភាពនៅក្នុងប្រទេសថៃទៀតហើយលោកថាបានអនុញ្ញាតទាំងអស់បានផុតសុពលភាពអស់ហើយដូច្នេះពួកគេមិនអាចយកអាវុធតាមខ្លួនបានឡើយការកាន់កាប់អាវុធគឺជាបញ្ហាដាច់ដោយឡែកមួយប៉ុន្តែវាត្រូវមានការប្រកាសនៅក្នុងរបាយការណ៍ទ្រព្យសម្បត្តិរបស់ពួកគេទោះជាយ៉ាងណាទំនងជាក្រពុលមុខខ្លាំងពេកលោកអនុទិនរូបនេះបានប្រពារសម្ដីធ្ងន់ៗថាក្រុមអ្នកនយោបាយនិងបុគ្គលណាដែលកំពុងស្វែងរកតំណែងជាប់ឆ្នោតឬតំណែងនយោបាយត្រូវមានការប្រុងប្រយ័ត្នជាពិសេសប្រសិនបើមានការរកឃើញអាវុធនៅក្នុងអំឡុងពេលត្រួតពិនិត្យហើយអាវុធទាំងនោះត្រូវបានកាន់កាប់ដោយខុសច្បាប់នោះគឺជាការបំពានលើច្បាប់រដ្ឋហើយនៅពេលដែលច្បាប់ត្រូវបានរំលោភបំពានវាអាចត្រូវបានគេចាត់ទុកថាជាបញ្ហាទាក់ទងនឹងក្រមសីលធម៌លោកនាយករដ្ឋមន្ត្រីបន្តព្រមានថាករណីបែបនេះអាចជះឥទ្ធិពលដល់អនាគតរបស់អ្នកនយោបាយរួមទាំងសិទ្ធិនៅក្នុងការឈរឈ្មោះសម្រាប់ការបោះឆ្នោតឬការកាន់តំណែងនយោបាយដោយអាស្រ័យលើរបៀបដែលបញ្ហានេះត្រូវបានបកស្រាយក្រោមវិធានការនៃក្រមសីលធម៌ក្នុងនាមជាបុគ្គលសាធារណៈយើងត្រូវធ្វើជាគំរូល្អដល់អ្នកដទៃនៅពេលច្បាប់ចែងថាហាមឃាត់ការយកអាវុធតាមខ្លួនអ្នកដែលតំណាងឲ្យប្រជាជនថៃនឹងត្រូវជ្រើសរើសដោយសាធារណជនត្រូវតែធ្វើជាគំរូ